ឯមុខនេះគឺជាប់ត្រីពីរបងប្អូនជាប់គ្នាតោះបងប្អូនអរគ្នាមកមើលអ៊ំគាត់មកមើលម៉ងពេលល្ងាចចង់ដឹងថាគាត់បានត្រីអត់អញ្ចឹងបងប្អូនហើយខ្ញុំក៏មកមើលគាត់ដែរមកលេងដីវាហ្នឹងហើយក៏ដាក់ម៉ងអញ្ចឹងបងប្អូនហើយថតជាវីដេអូទៅដើម្បីបងប្អូនបានទស្សនាមើលទេសភាពបែបនេះថាពេលល្ងាចអញ្ចឹងនឹកឃើញការនៅស្រុកនៅអីចឹងហើយដល់ខែរដូវទឹកឡើងហើយក៏រដូវទឹកស្រកអញ្ចឹងបងប្អូនយើងដាក់ម៉ងគឺសុវ័យមែនតើហើយពេលល្ងាចអញ្ចឹងទៀតហើយវាថាថ្ងៃលិចអញ្ចឹងបងប្អូនគឺមើលទៅអារម្មណ៍នេះយើងស្រស់ស្រាយតាមពេលវេលាបងប្អូនហើយនេះខ្ញុំមកពេលល្ងាចអញ្ចឹងបងប្អូនថ្ងៃចិត្តរៀបលិចដែរមកដល់ជួបអ៊ំទៅក៏ធ្វើវីដេអូឲ្យបងប្អូនបានទស្សនាអញ្ចឹងទៅហើយម៉ងអត់សូវត្រូវដែរបងប្អូនតែគាត់ថាអន្ទឹមដាក់ដែរអញ្ចឹងគាត់ដាក់មុនបាន2គីឡូ3គីឡូហើយត្រីឥឡូវសវោអ្នកដាក់ដែរអញ្ចឹងបងប្អូននៅបឹងឈុងហ្នឹងអញ្ចឹងហើយគាត់ដាក់ក្រោយគេអញ្ចឹងបងប្អូនថ្ងៃមុនខ្ញុំឃើញបងប្រុសម្នាក់គាត់ដាក់កន្លែងហ្នឹងគឺគាត់វាយម៉ងគឺជាប់មែនតើបងប្អូនត្រីហើយអ៊ំគាត់មិនអត់ទេបងប្អូនមកកន្លែងខ្លះបាន1 2ទៅគាត់សំអញ្ចឹងទៅគាត់ថាពេលព្រឹកមកមើលបានច្រើនពេលព្រឹកនេះគាត់តាមដាក់ដែរអញ្ចឹងបងប្អូនដាក់ប្រហែលជា2 3ម៉ោងដែរហើយមេឃក៏រៀលល្ងឹតដែរបងប្អូនមើលល្ងឹតឆឹងហ្មងមេឃហើយបងប្អូនគាត់មកស្ទូចមកអីគឺច្រើនដែរកន្លែងហ្នឹងបងប្អូនគឺម្លុកហ្នឹងគឺត្រីក្រាញ់ត្រីអីអត់សូវមានទេពិសេសជាងគេគឺសវោត្រីឡាបយ៉ាគឺច្រើនមែនតើបងប្អូនមកអ៊ំគាត់ដាក់កាឡាធំអញ្ចឹងបងប្អូនព្រោះគាត់ដាក់កាឡាតុយប្រហែលជាមានត្រីតុយដែរអញ្ចឹងបងប្អូនតែពីច្រើនគឺសវោជាងគេត្រីឡាបយ៉ាទេតាមបឹងឈូកអញ្ចឹងមកដូចនៅជនបទយើងណាជនបទយើងត្រីមានគ្រប់ប្រភេទអញ្ចឹងបងប្អូនមានត្រីផ្ទក់ត្រីដែងត្រីអញ្ចឹងទៅគេបានគ្រប់ប្រភេទតែកន្លែងនេះបងប្អូនអ៊ំគាត់លើមកជាប់មួយជាប់កន្លែងចិត្តអស់ចិត្តផុតហ្នឹងបងប្អូនហើយពីនោះមកគឺបានទេគឺបានតែកន្លែងចិត្តអស់ណាទៅវិញបងគាត់តែគាត់ដាក់មិនមួយកន្លែងគាត់ដាក់កណ្ដាលឈូកទៀតបងប្អូនកន្លែងនេះគាត់ដាក់មកកណាត់អញ្ចឹងទៅហើយទៅក្នុងបឹងឈូកគាត់ដាក់មួយកណាត់ទៀតអញ្ចឹងទៅ2កណាត់3កណាត់អញ្ចឹងទៅបងប្អូនហើយកន្លែងមុខនេះគឺជាប់ត្រីពីរបងប្អូនជាប់គ្នាត្រីឡាមយ៉ាងបងប្អូនធំចាំមើលខ្ញុំរិចឲ្យមើលចិត្តទៅបងប្អូននេះឃើញធំណាហើយប៉ុណ្ណឹងគឺប្រពងគឺជាតិមែនតើបងប្អូនឆ្ងាញ់ត្រីហ្នឹងគឺទុកយួរតើទេបងប្អូនគាត់ថាបានភ្លាមយើងយកទៅប្រពងភ្លាមក៏អាំងភ្លាមជាមួយជក់ស្វាយ7ទុំក៏បានដែរគឺជាតិហ្នឹងបងប្អូនត្រីហ្នឹងដូចខ្ញុំមុននេះបានបងបានអញ្ចឹងខ្ញុំប្រពងភ្លាមហ្មងបងប្អូនខ្ញុំមកទុកយួរវាថាត្រីហ្នឹងវាអន់សាច់អញ្ចឹងបងប្អូនចឹងហើយគឺប្រពងអត់ឆ្ងាញ់ទេត្រីហ្នឹងបើសិនអន់សាច់ថ្ងៃមុនខ្ញុំទៅស្ទួយមួយពូម៉ាក់ខ្ញុំអញ្ចឹងស្ទួយបានត្រីឡាបយ៉ាហ្នឹងបងប្អូនហើយរស់អត់អីណាយើងដូចថាយកទឹកប្រុសអីចឹងអត់អីទេទុកធ្វើម្ហូបពេលល្ងាចអញ្ចឹងបងប្អូនតែមានអីត្រីហ្នឹងវាងាប់បងប្អូនពេលល្ងាចឡើងខ្ញុំជៀនអត់មានជាតិទេបងប្អូនហើយសាច់វាផុយអញ្ចឹងហើយបើសិនត្រីហ្នឹងវារស់អញ្ចឹងវាជៀនភ្លាមបងប្អូនគេថាប្រពងភ្លាមគឺឆ្ងាញ់បងប្អូនត្រីហ្នឹងវាជក់ស្វាយទៀតកាន់តែអែមបងប្អូនហើយត្រីហ្នឹងហើយនេះអ៊ំគាត់ទៅមើលម៉ងគាត់មកកណាត់ទៀតអញ្ចឹងបងប្អូនហើយមេឃក៏រៀលងឹតអញ្ចឹងបងប្អូនខ្ញុំមើលតែបានតែមួយកណាត់ហ្នឹងទេថតបានមួយកណាត់ហ្នឹងបងប្អូនហើយអញ្ចឹងវីដេអូមានច្រើនហ្នឹងបងប្អូនហើយវីដេអូគឺមានតែប៉ុណ្្នឹងបើបងប្អូនពេញចិត្តវីដេអូខ្ញុំអីចឹងបងប្អូនកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូឲ្យបងប្អូនបានទស្សនានៅវីដេអូប្លែកៗទៀតបងប្អូន